ជំរាបសួរបងប្អូនអ្នកទស្សនាទាំងអស់គ្នាបានឃើញនៅក្នុងវីដេអូនេះហើយសូមបងប្អូនជួយ like ជួយ share បន្តទៀតដល់បងប្អូនបីបានទស្សនានៅសកម្មភាពល្អៗជាអំពើល្អរបស់ខ្ញុំបការណាបានសរស្មីលេងចង្ហាកំពុងរៀបចំធ្វើចង្ហាន់ប្រកេនចំពោះព្រះសង្ឃថ្ងៃនេះខ្ញុំបការណារៀបចំស្លកកោប្រកេនចំពោះព្រះសង្ឃបងប្អូនអ្នកទស្សនាទាំងអស់គ្នាសម្រាប់សម្លកកោរបស់ខ្ញុំអត់ប្រើប្រហុកទេបងប្អូនប្រើទឹកត្រីអធិស្ឋានបងប្អូនអ្នកទស្សនាផងព្រោះអីនេះគឺសម្រាប់ប្រកេនចំពោះព្រះសង្ឃហើយពីប្រកេនព្រះសង្ឃរួចបានទុកហូបខ្លួនឯងមួយចានពីរចានអញ្ចឹងបងប្អូនសារតែខ្លួនឯងអត់ចេះញ៉ាំប្រហុកទឹកត្រីអញ្ចឹងបងប្អូនសូមអធិស្ឋានផងអរគុណម្ដងទៀតសម្រាប់បងប្អូនដែលបានជួយ like ជួយ share ទាំងអស់គ្នាមុននឹងចូលការរៀបរាប់ប្រហុកខ្ញុំកណាសូមជូនដំណឹងតាក់ទងកម្មវិធីបុណ្យកឋិនទានសាមគ្គីក្នុងវត្តស្លាកាខេត្តបាត់ដំបងបុណ្យកឋិនទានសាមគ្គីគឺត្រូវនៅថ្ងៃទី17ថ្ងៃទី18ខែ10ឆ្នាំ2025សូមគោរពអញ្ជើញពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសទាំងអស់គ្នាចូលរួមកម្មវិធីបុណ្យកឋិនទានសាមគ្គីក្នុងវត្តស្លាកែតខេត្តបាត់ដំបងដែលមានព្រះសង្ឃគង់ចាំព្រះវស្សាមានចំនួន173អង្គជាម្ដងទៀតបងប្អូនកម្មវិធីបុណ្យកឋិនទានសាមគ្គីក្នុងវត្តស្លាកែតខេត្តបាត់ដំបងគឺត្រូវនៅថ្ងៃទី17សូត្រមន្តថ្ងៃទី18ដង្ហែកឋិនក្នុងខែ10ឆ្នាំ2025ខំថាបងប្អូននឹងបានជួយចែករំលែកនៅវីដេអូនេះបានគ្រប់គ្នាម្នាក់មួយបានទស្សនានៅសកម្មភាពអំពើល្អរបស់ខ្ញុំរួមទាំងបានដឹងពីដំណឹងកម្មវិធីបុណ្យកឋិនទានសាមគ្គីក្នុងវត្តស្លាកែតផងដែរអរគុណបងប្អូនតោះតេតូននឹងចង្ហាន់ប្រសងវិញដោយពីផ្កាស្លឆ្អិនរួចបងប្អូនណារៀបចំដួសដាក់ចានប្រកេនចំពោះប្រសងឡាយគឺខ្ញុំបការណាមិនឲ្យរលួយទេបងប្អូនបងភ្លោកលើកផ្លេតតែម្ដងបីឲ្យបន្លែហ្នឹងនៅស្រស់សម្រាប់ជាចង្ហាន់ប្រសងដោយខ្ញុំបការណាបានប្រកេនជំរាបជូនអញ្ចឹងបងប្អូនខ្ញុំបការណាមិនមែនជាអ្នកប៉ិនប្រសពជាអ្នកមានជំនាញអីទេមើលទៅតាម YouTube មើលទៅតាម Facebook ឃើញគេបង្ហោះចឹងទៅរៀនច្នៃរៀនធ្វើដោយខ្លួនឯងតែលោកម្ចាស់គ្រប់អង្គលន់មកថាឆ្ងាញ់រួមទាំងក្រុមការងារចុងភៅក៏ដួសជូនម្នាក់ម្ចាស់ផងដែរសប្បាយចិត្តបងប្អូននៅពេលដែលបានឮពាក្យថាខ្ញុំហៅធ្វើឆ្ងាញ់ខ្ញុំការងារចុងភៅថាធ្វើឆ្ងាញ់សប្បាយចិត្តខំប្រឹងធ្វើចង្ហាន់ទៀតប្រកេនចំពោះព្រះសង្ឃខ្ញុំបកណានឹងខិតខំប្រឹងប្រែងរិះរោមហូបឬក៏បានបច្ច័យពីពុទ្ធបរិស័ទមកធ្វើប្រកេនចំពោះព្រះសង្ឃអត់ជូនពុទ្ធបរិស័ទបានអនុមោទនាបុណ្យហើយបានប្រកេនចំពោះព្រះសង្ឃទៀតនោះសប្បាយចិត្តណាបងប្អូនពេលធ្វើសេចក្តីល្អម្ដងខ្ញុំបកណាសូមបញ្ជាក់បងប្អូនណារាល់ការផ្សាយរបស់ខ្ញុំគឺមានតែការផ្សាយអំពីតកតូនសកម្មភាពបុណ្យទេអញ្ចឹងបើសិនជាការ voice សំឡេងឬក៏សកម្មភាពផ្សេងស្ដាប់ទៅមើលទៅមានការខុសឆ្គងសូមបងប្អូនអធិស្ឋានផងឲ្យបងប្អូនទោះបីជាចូលបច្ច័យក្តីមិនបានចូលបច្ច័យក្តីបានឃើញពីទង្វើល្អសកម្មភាពល្អនេះឲ្យបងប្អូនជ្រះថ្លាអនុមោទនាបុណ្យនោះមិនមែនកើតឡើងតតែមានបច្ច័យក្នុងការធ្វើទេបងប្អូនណាតែឃើញទង្វើល្អបងប្អូនជួយ share តុករីករាយជ្រះថ្លានៅសេចក្តីល្អដែលខ្ញុំបកណារួមទាំងក្រុមការងារចុងភៅអាចារ្យកម្មការខ្ញុំទាំងអស់គ្នាមិនមែនមានតែខ្ញុំឯក្នុងកិច្ចការងារហ្នឹងបងប្អូនណាបើតែខ្ញុំបកណាជាប្រធានគណៈកម្មការជាអ្នកគ្រប់គ្រងក្នុងទីហ្នឹងមែនប៉ុន្តែរាល់កិច្ចការងារកម្លាំងកាយកម្លាំងចិត្តពួកគាត់ទាំងអស់គ្នាជាអ្នកប្រឹងប្រែងជួយទាំងអស់គ្នាដើម្បីយើងបានរៀបចំប្រកេនចំពោះព្រះសង្ឃ173អង្គបងប្អូនណាមិនងាយទេការធ្វើចង្ហាន់តតែរួបរวมកម្លាំងសាមគ្គីគ្នាទៅបានរៀបរយបានបែបនេះអធិស្ឋានបងប្អូនរៀបចប់មកបន្តិចជាបន្ថែមបងប្អូនតេតូនកម្មវិធីកឋិនទានសាមគ្គីក្នុងវត្តស្លាកែតបងប្អូនគឺត្រូវនៅថ្ងៃទី17នៅថ្ងៃទី18ខែ10ឆ្នាំ2025ដោយបងប្អូនបានទស្សនានេះអញ្ចឹងក្រោយពីប្រសងឆានរួយគឺក្រុមការងារចុងភៅរៀបចំលាងចានលាងឆ្នាំងទុកដាក់តែម្ដងអរគុណសម្រាប់វីដេអូនេះសង្ឃឹមថាបងប្អូននឹងបានជួយ like ជួយ share ទាំងអស់គ្នាបើមានកំហុសខុសឆ្គងសូមអធិស្ឋានផងបងប្អូនសូមអរគុណនិងអរគុណអនុមោទនាបងប្អូនសូមបញ្ជាក់បន្ថែមបន្តិចសម្លហ្នឹងគឺខ្ញុំកាន់ប្រើសាច់ជ្រូកមួយនឹងក្រពះត្រីបងប្អូនប្រហែលជាឆ្ងល់ថាអាចឆ្ងល់ថាសម្លអីគេដាក់សាច់អីហ្នឹងអញ្ចឹងគឺសាច់ជ្រូកជាមួយនឹងក្រពះត្រីបងប្អូនតោះតេតូននឹងសកម្មភាពប្រសងវិញសម្រាប់សាមណសិស្សនៅក្នុងសាលាពុទ្ធកបឋមសាវត្តស្លាកាគឺមានការប្រឡងឆុំមេលើកទី1ពីថ្ងៃទី3ថ្ងៃទី4ថ្ងៃទី5បានជាធ្វើចង្ហាន់លើទឹកចិត្តប្រកេនពូប្រសងទាំងពេលព្រឹកទាំងពេលថ្ងៃត្រង់តែម្ដងហើយពីលោកម្ចាស់ប្រឡងឆុំមេរួចនៅថ្ងៃ100គឺជាថ្ងៃចេញព្រះវស្សាបងប្អូនត្រូវនៅថ្ងៃទី8ខែ10ឆ្នាំ2025រហូតដល់ថ្ងៃ800ត្រូវនៅថ្ងៃទី15ខែ10ឆ្នាំ2025សាមណសិស្សត្រូវវិលត្រឡប់ចូលមកសិក្សារៀនសូត្រជាធម្មតាឡើងវិញកំណត់តែម្ដងឲ្យខាតពេលវេលានៃការសិក្សារៀនសូត្របន្តដល់ពីការសិក្សារៀនសូត្រនឹងរហូតដល់ឆុំមេលើកទី2រហូតដល់ឆ្នាំ2026ក្នុងខែ2 2026នឹងសម្រាប់វាកងធំតែម្ដងអរគុណសម្រាប់វីដេអូនេះសូមអធិស្ឋានទុកជាមុនបើមានការខុសឆ្គងសត្វទាំងអស់គ្នារីករាយជ្រះថ្លាអនុមោទនាសូមបងប្អូនអ្នកទស្សនាទាំងអស់គ្នាជួយ like ជួយ share ទាំងអស់គ្នាណាបងប្អូនវីដេអូនេះគឺជាវីដេអូដែលមានសារៈសំខាន់ខ្លាំងណាស់ហើយផ្សព្វផ្សាយជាបន្តទៀតទៅដល់ពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសទាំងអស់គ្នាបានជ្រះថ្លាចូលរួមការកសាងកុដិដែលមានបណ្ដោយ30ម៉ែត្រទៅ18ម៉ែត្រនិងកម្ពស់3ជាន់នៅក្នុងវត្តស្លាកែតខេត្តបាត់ដំបងនេះជាកម្ពស់ចាក់ឆ្អឹងដំបងបងប្អូនណាដំបងនោះក៏មានប្លង់សេដែរ4ទិសតែនេះសូមពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសជួយ like ជួយ share ទាំងអស់គ្នាបងប្អូនសូមប្រកែកនឹងជំរាបជូនបងប្អូនតេតូនកម្មវិធីបុណ្យកឋិនទានសាមគ្គីក្នុងវត្តស្លាកែតខេត្តបាត់ដំបងត្រូវនៅថ្ងៃ10រោចនិង11រោចខែអាសត់យើងនិយាយថ្ងៃបារាំងគឺត្រូវនៅថ្ងៃទី17និងថ្ងៃទី18ខែ10ឆ្នាំ
2025 តងទៀតបងប្អូនត្រូវថ្ងៃទី17 និង18 ខែ 10 ឆ្នាំ 2025 គឺជាកម្មវិធីបុណ្យកឋិនទានសាមគ្គីក្នុងវត្តស្លាកែតខេត្តបាត់ដំបងសូមក្រុមជើងពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសទាំងអស់គ្នាជួយចូលរួមកម្មវិធីបុណ្យកឋិនទានសាមគ្គីបានបច្ច័យដើម្បីបន្តការកសាងកុដិបន្តទៀតលើនេះថវិកានៃការសាងសង់ពិតជាមានការខ្វះខាតច្រើនណាស់បងប្អូនតែហេតុនេះសូមម្ចាស់សទ្ធាទាំងក្នុងនិងក្រៅប្រទេសទាំងអស់គ្នាជួយចូលរួមជាបន្តទៀតជាថាកុដិនេះយើងកំពុងបន្តចាក់ឆ្អឹងដំបូងបងប្អូនណាបងប្អូនបានទស្សនានេះស្រាប់តែម្ដងកុដិនេះយើងកំពុងចាក់ឆ្អឹងដំបូងហើយក៏ត្រៀមចាក់ប្លង់សេ4ទិសប្លង់សេក៏មិនសូវធំដែរប៉ុន្តែដំបូងនេះគឺយើងត្រូវការបច្ចេកទេសទៅតាមវិស្វករបានសិក្សាមកគឺយើងធ្វើទៅតាមគ្រឿងបង្គុំរបស់នេះតែម្ដងអាស្រ័យហេតុនេះសូមសទ្ធាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសទាំងអស់គ្នាសូមជួយ like ជួយ share បានគ្រប់គ្នាណាបងប្អូនអាចជួយ like អាចជួយ share របស់បងប្អូនគឺមានសារៈសំខាន់ខ្លាំងណាស់ដើម្បីផ្សព្វផ្សាយជាបន្តទៀតឲ្យពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសទាំងអស់គ្នាបានឃើញចូលរួមដើម្បីការកសាងកុដិនេះទុកដល់សាមណសិស្សគ្រប់អង្គមកគង់បួសនៈនៅបន្តការសិក្សារៀនសូត្រនៅក្នុងសាលាពុទ្ធកបឋមសាសវត្តស្លាកែតក្រុងខេត្តបាត់ដំបងនេះតែម្ដងព្រះសង្ឃគ្រប់អង្គគឺសុទ្ធតែនិមន្តមកពី25ខេត្តក្រុងមកសិក្សារៀនសូត្រនៅទីនេះថ្នាក់បណ្ដុះបណ្ដាលខាងផ្នែកអប់រំទាំងពុទ្ធចក្រទាំងអាណាចក្របីជួយដល់សង្គមជាតិយើងស្រេចហេតុនេះសូមបងប្អូនតាចូលរួមទាំងអស់គ្នាសូមអនុមោទនាទោះបីជាបងប្អូនចូលរួមក្តីមិនបានចូលរួមក្តីត្រឹមតែជួយចុច like ជួយ share ណាបងប្អូនក៏ធ្វើឲ្យពុទ្ធបរិស័ទពុំតាន់បានឃើញក៏មានសេចក្តីជ្រះថ្លាបន្តទៀតដែរខ្ញុំបកករណាបានប្រកេននឹងជម្រាបជូនអញ្ចឹងកុដិនេះគឺមានបណ្ដោយ30ម៉ែត្រទៅទឹក18ម៉ែត្រនិងកម្ពស់3ជាន់ក្នុងមួយជាន់មាន10បន្ទប់2ជាន់មាន30បន្ទប់ក្នុងមួយបន្ទប់ព្រះសង្ឃអាចគង់បានដល់ទៅជិត10អង្គបន្ទប់ខ្លះ7គុណនឹង7បន្ទប់ខ្លះ8គុណនឹង5បងប្អូនណាគឺធំណាស់ក្នុងមួយបន្ទប់ជាថាកុដិនេះពុំតាន់មានទ្រង់ឯកឧត្តមនៅជំទាវមានសទ្ធាធំណាស់ជាអ្នកចំហសាងសង់ដាច់មុខទេកើតឡើងដោយសប្បុរសជនពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសទាំងអស់គ្នាដែលជាម្ចាស់សទ្ធាសូមពុទ្ធបរិស័ទដែលបានឃើញក្នុងវីដេអូនេះតការចូលរួមជួយ like ជួយ share បានគ្រប់គ្នាជាថានេះយើងកំពុងចាក់ឆ្អឹងដំបូងបងប្អូនណាយើងពុំតាន់បានប្រក់ដំបូងទេតែយើងចាក់ក្រងឆ្អឹងនៃអាគារទាំងមូលតែម្ដងយើងមានលទ្ធភាពបន្តទៀតយើងនឹងចាប់ផ្ដើមរៀបបន្ទប់តែម្ដងអរគុណសម្រាប់បងប្អូនដែលបានជួយ like ជួយ share ទាំងអស់គ្នាជាម្ដងទៀតកម្មវិធីបុណ្យកឋិនទានសាមគ្គីក្នុងវត្តស្លាកែតខេត្តបាត់ដំបងដែលត្រូវនៅថ្ងៃ10រោចនិង11រោចខែអស្សុជយើងនិយាយថ្ងៃបារាំងគឺត្រូវថ្ងៃទី17ថ្ងៃទី18ខែ10ឆ្នាំ2025មុននឹងអញ្ជើញពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសទាំងអស់គ្នាចូលរួមដោយសេចក្តីជ្រះថ្លាកម្មវិធីបុណ្យកឋិនទានសាមគ្គីក្នុងវត្តសវណ្ណបារមីស្រីទីតារាវត្តស្លាកែតខេត្តបាត់ដំបងនេះតែម្ដងជាស្រ័យសម្រាប់ការបោះសម្លេងនេះបើមានការខុសឆ្គងក្នុងប្រការមួយកើតមានចុងក្រោយសូមប្រកេនបុណ្យជូនបុណ្យអនុមោទនា